យើងធ្លាប់ឆ្លងការរោគប្រសាទច្រើនណាស់មកហើយប៉ុណ្ណឹងវាមិនអីទេចំណែកគេខុសពីយើងគេត្រូវរបួសគឺជាឱកាសយ៉ាងល្អសម្រាប់គេនៅក្បែរមេបញ្ជាការជាន់ខ្ពស់ដូចយើងចឹងឯងមិនមែនជាមេបញ្ជាការទេហើយក៏មិនមែនជាប៉ូលីសទៀតដែរត្រូវគេបញ្ឈប់ពីប៉ុស្តិ៍ប៉ូលីសហើយនៅតែអួតខ្លួនក្រាន់បើទៀតយើងគ្រាន់តែទៅឯងមិនគេមុនក្រោយគង់តែនឹងខ្វាយសមមិនខាននៅពេលដែលយើងបម្រើការវិញឯងគង់តែនឹងមិនខានទេបានហើយនិយាយគ្នាតាមស្រួលទៅមិនបានទេចាំបាច់តគ្នាធ្វើអីរឿងនេះគេមកពីគេគ្មានបានការមិនគួរធ្វើជាជនបង្កប់ទេជនបង្កប់ទេកុំឲ្យគេធ្វើជាជនបង្កប់អីខ្ញុំស្អប់ជនបង្កប់ខ្លាំងណាស់ស៊ីងបងត្រូវសន្យានឹងខ្ញុំថាបងមិនធ្វើជាជនបង្កប់ទៀតទេណាធ្វើជាជនបង្កប់វាគ្រាន់បើធ្វើជាអ្នកការពារមនុស្សឈ្មោះដូចគេហួយដៃល្អដល់យើងចាំឲ្យឯងមកការពារឯងត្រូវដឹងខ្លួនថាកចាយ30កន្លែងខាងមិនខាងមិនតោះគ្នាខ្ញុំខំយកទឹកសុំឲ្យបងទៅញ៉ាំណាមានត្រង់ណាដែលមិនល្អនោះឈឺក្បាលឲ្យវល់មុខអូនៅទីនេះមានអ្នកគ្រូពេទ្យស្អាតម្លឹងបានជាមិនព្រមចឹងទីមន្ទីរពេទ្យសោះមិនតាន់ជាចឹងមិនអូយអាលាកដៃខ្ញុំទៅហើយព្រោះម៉េចណែហើយបងឯងមើលស្អីហ្នឹងខ្ញុំមកលាកដៃចាំស្លាប់ទៅហើយមិនមើលខ្ញុំឯណេះទេអាលាកដៃយកឆ្នាំលាទៅជាបងឯងក៏មើលគេណាមើលស្អីចឹងគេណាបាញ់មានគ្រោះថ្នាក់ស្អីឡាប់តែម៉ែឈប់ចាប់មើលស្រីណាមកពីរឡើយលោកឯងធ្វើបាបខ្ញុំឈប់លោកឯងលោកឯងប្រខ្ញុំគឺចៅស៊ីងមានកាយអំបញ្ញខ្ញុំបានខត់ពួកក្រុមឃាតករមួយក្រុមសុទ្ធតែជាអ្នកជាប់ទោសឆាប់អស់កម្លាំងទីកន្លែងនេះខ្ញុំក៏មានរួមចំណាយក្នុងកិច្ចការនេះដែរមេបញ្ជាការលោកទៅកាន់កន្លែងការហែភ្លាមខ្ញុំកំពុងមានការរវល់ច្រើនណាមេបញ្ជាការឲ្យទៅការងារម្លាយសិនហើយទៅកាន់កន្លែងការហែជាចឹងមែនទេមែនខ្ញុំទៅឈប់សិនពួកឯងខ្ញុំចង់ទៅណាហ៎ឯណាស៊ីងតម្រៀបជួបភ្លាមហើយបងឯងលើជញ្ជាំងមានរឿងអីណាអង្គភាពហើយស៊ីងត្រង់ទៅវិញហើយបំពងនេះទៅទឹកអស់ហើយឆាប់ទៅយកមួយទៀតមកណាសួស្ដីលោកនេះយើងតែបន្តពិសោធន៍មកផ្លែបាទបើទីនេះកាន់ហេតុអីមានឃាតកម្មកើតឡើងហើយជនរងគ្រោះនេះជាមនុស្សឬក៏ជាសត្វចម្លែកទៅជាមនុស្សមិនក៏មានកតុយនៅត្រង់នេះទៅវិញលោកគឺជាគ្រូគីមីមែនទេលោកជាអ្នកណាខ្ញុំឈ្មោះជើស៊ីងកាលវិភាគមួយលោកជាគ្រូបង្រៀនគីមីដល់ខ្ញុំមិនក៏ខ្ញុំភ្លេចថាខ្ញុំជាគ្រូគីមីទៅហើយខ្ញុំជាគ្រូច្បាប់ណាលោកជាអ្នកណាជើស៊ីងលោកកំពុងតែសួរយើងមែនលបសតិមែនហើយណាលោកអធិការលេអធិការណាទៅអាលបសតិនោះអួតខ្លួនតែជាកម្ពុជាអធិការតែតាមការពិតធ្វើការអីមិនដែលបានសម្រេចម្ដងសោះលោកអធិការដែរជាលោកអធិការលបសតិនោះត្រូវឲ្យជាន់នៅក្រោមបាតជិះសុំទោសលោកអធិការលោកអត់អីទេនៅចំពោះមុខមនុស្សច្រើនយ៉ាងនេះខ្ញុំប្រមាថជាងផងបាទរឿងនេះរឿងឃាតកម្មនេះឃាតកម្មនេះពិតជាសាហាវណាស់ជនរងគ្រោះជាមនុស្សអ្នកមានម្នាក់ឈ្មោះប៉ាងប៉ាយពាន់ខ្លួនគេត្រូវចង់នៅលើក្រែហើយយកទៅកដុំសម្រាប់ខ្លួនរឿងឃាតកម្មនេះគឺដូចជាសាច់រឿងដែលកំពុងតែបញ្ចាំងនៅក្នុងរោងកុនហើយហៅខ្ញុំមកយ៉ាងប្រញាប់ដើម្បីអីហើយមើលរូបថតនេះចឹងណាលួចថតរូបខ្ញុំអត់ទោះឲ្យវាទេនេះជារូបថតរបស់ជនរងគ្រោះគេមានរបៀងដូចជាឯងចឹងតែគេលើកជាងឯងបន្តិចមានរឿងចឹងផងហើយតើខ្ញុំធ្វើយ៉ាងម៉េចពិតជាមានប្រយោជន៍សម្រាប់ឯងសុំតោះចាំខ្ញុំជូនមកជូនបាទកដាណាម៉ៃនេះបានពីណាមករឿងនៅក្បែរក្រែនេះជាកដាជនរងគ្រោះធ្លាប់ប្រើរួចហើយគេប្រើកន្លែងណាកន្លែងសម្ងាត់អាយយស្ងួតកណែទឹកដែលហូបពីជនរងគ្រោះនៅណាកាពិតនៅនេះទេហាលីងដែរណាឡាដាឯងមានដឹងថាឯងធ្វើឲ្យផុសតាំងកន្លែងការហេតុខូចខាតអស់ទេឯងត្រូវមានទោសធ្ងន់ណាស់តែលោកត្រាតែឯងធ្វើតាមបញ្ជាយើងបានមិនចឹងទេយើងឲ្យឯងធ្វើជាប៉ូលីសចរាចរណ៍ហេតុកិច្ចរបស់ឯងគឺខ្លាញ់ខ្លួនជាបាំងប៉ាយវ័នហើយត្រឡប់ទៅផ្ទះវិញពីនិតប្រពន្ធរបស់គេយើងសង្ស័យគេគឺជាឃាតករថាម៉េចចង់ឲ្យខ្ញុំធ្វើជាជនប្រកបទៀតណាហេតុកិច្ចរបស់ឯងគឺជនបង្កប់ខ្លួនឯងអាចសន្មតថាជាអ្នកយកការរបស់យើងឬមួយហៅថាជនយកការសម្ងាត់ក៏បានដែរហើយព្រមទាំងណែខ្ញុំសុំវ៉កុំឲ្យខ្ញុំធ្វើជាជនបង្កប់ទៀតអីព្រោះខ្ញុំបានសន្យាជាមួយនឹងសង្សាររបស់ខ្ញុំរួចហើយថាខ្ញុំមិនធ្វើបែបនេះទៀតទេបើលោកនៅតែប្រើខ្ញុំឲ្យធ្វើយ៉ាងនេះទៀតខ្ញុំប្រកាសជាអត់ប្រពន្ធអស់មួយជីវិតសូមលោកចាត់ទុកខ្ញុំជាជនសុំទានទៅចុះសូមអាណិតខ្ញុំផងហើយមិនទៅក៏បានដែរតែយើងឲ្យគេមកសួរចម្លើយថាមានប៉ូលីសម្នាក់មានកំណត់បំផ្លាញផុសតាងនៅកន្លែងកាត់ហេតុមិនក៏លោកកាចម្ល៉េះបើខ្ញុំមិនទៅលោកចាត់ឲ្យគេអ្នកដតីទៅក៏បានដែររឿងនេះវាសម្រេចតែលើលោកតាលោកជាសភាពបរោះគួរឲ្យស្រឡាញ់ណាយោឯងមានដឹងទេស្រីសាសាមកអង្គយើងច្រើនលើកទៅហៅថាយើងមិនយល់ព្រមរួចចុះឯងជាស្អីសុំលោកអនុញ្ញាតកុំឲ្យខ្ញុំទៅអីមិនបានទេឯ
anh tới đây mấy cái nhà mà anhจะได้กูរបស់យើងanhភ្លេចហើយចង្រៃយោទោះជាយ៉ាងណាក៏ដោយមិនត្រូវបង្ខំខ្ញុំពេកទេកុំភ្លេចតែខ្ញុំធ្លាប់ទទួលជ័យជំនះលេខ1ក្នុងការប្រើក្បាច់ឡាម៉ាទាំង18ថែមទាំងក្បាច់វិជាកន្ត្រៃហោះទៀតផងខ្ញុំមិនបាច់យកដៃជើងខ្ញុំទៅប្រឡូកទេខ្ញុំប្រើតែក្បាលមួយវាគ្រប់គ្រាន់ណាស់ទៅហើយតែលោកប្រើខ្ញុំវាច្បាស់ជាមានមូលហេតុអូខេបានយ៉ាងប្រសើរណាស់ហើយខ្ញុំគោរពច្បាប់ជានិច្ចឯងតែខ្លួនឯងយើងគ្មានបង្ខំឯងទេតែមិនបាច់ចាំគួរសមទេយើងសិតតែជាសម្លាញ់នឹងគ្នាយូរណាស់មកហើយមកសុំអញ្ជើញឲ្យខ្ញុំខ្ចី20-30ម៉ឺនទិញផ្ទះមកក្នុងសិនបានទេជើងរៃយោគ្រាន់តែខ្ចីប្រាក់ប៉ុណ្ណឹងក៏បានដែរយើងនឹងខំប្រឹងអស់លទ្ធភាពដើម្បីជួយដល់ឯងខំធ្វើការទៅណាអេបងអូនខ្លាំងណាស់គាត់យើងជួបគ្នាពិតជាចាយដល់មកខ្ញុំចេញមកទៅពិសាខ្វែតាខ្ញុំចេញ20ម៉ឺនសិនមកណែឯងត្រូវបញ្ចុះការងារនៅក្នុងប៉ុស្តិ៍ប៉ូលីសហើយឯងមកទៅនេះចង់រំខានគេមែនទេយើងគ្រាន់តែមកប៉ុស្តិ៍ប៉ូលីសក៏បានដែរមានស្រីចង់ធ្វើបាបខ្ញុំណែលោកថាជួយខ្ញុំឲ្យអស់លទ្ធភាពមែនទេឲ្យតែឯងព្រមចោះយើងធ្វើក៏បានដែរបើអញ្ចឹងយើងត្រូវការម្នាក់នេះធ្វើជាជំនួយការរបស់យើងជួរទី3កៃទី4នោះខ្ញុំធ្វើស្អីមិនស្មានថាឲ្យបងគិតតែម្ដងសុំតោះមកពីបងមានការរវល់ច្រើនពេកហើយសាច់រឿងគេលេងដល់ណាណាប្រុសម្នាក់ស្រីម្នាក់នៅលើកែស្រីនោះយកដំបងដាក់លើខ្លួនបរោះណែខ្ញុំមានរឿងមួយចង់និយាយអូមានរឿងអីនេះណាខ្ញុំបានបញ្ឈប់ការងារក្នុងសាលាហើយខ្ញុំចង់ទៅលក់ផ្កាជាមួយម៉ែវិញដល់ពេលនោះយើងនឹងទទួលយកផ្កាទៅយីរឿងនេះល្អមើលរបស់គេណាបងមានរឿងមួយចង់និយាយប្រាប់ណៃណាអីទៅចាប់ពីស្អែកទៅបងធ្វើជាជនបង្កប់ទៀតហើយបងឯងនិយាយថាម៉េចណាចាប់ពីស្អែកទៅបងធ្វើជាជនបង្កប់បងឯងនិយាយច្បាស់មើលបងត្រូវបន្លំខ្លួនធ្វើជាប្តីរបស់នាងនោះក៏ប៉ុន្តែវាមានលក្ខខណ្ឌមួយបងឯងដាច់ខាតកុំនិយាយប្រាថ្នាបងឯងមិនធុញទ្រាន់នឹងការងារទាំងនេះទេមិនមែនជារឿងការងារបងចង់ទេគឺជាបញ្ជារបស់លោកមេបញ្ជាការបងខានមិនបានណែប្រាប់ហើយប្រាប់ទៀតកុំនិយាយប្រាប់ណាឲ្យសោះណាបងឆ្លាញ់ខ្លួនឯងបាននិយាយប្រាប់ខ្លួនឯងហ្នឹងដឹងទេលោកឯងចាំបន្លំហ៎សុំទោះខ្ញុំមិនបានបន្លំទេខ្ញុំឈឺមែនទេឯងមើលតែម្នាក់ឯងចាំខ្ញុំមានការល្វើខ្ញុំណាអាមែនឈប់សានអាមែនហើយបងឯងចង់ស្អីណាអូនឯងចង់ស្អីណាបងបានសន្យានឹងអូនថាមិនធ្វើជាជនបង្កប់ទៀតទេចុះឥឡូវនេះមិនក៏បងឯងខ្វះសន្យាអាមែនជាវិជាថ្នាក់លើណាបងមិនចង់ធ្វើអញ្ចឹងទេថ្ងៃស្អែកនេះគឺជាថ្ងៃចុងក្រោយនៃឆ្នាំនេះបងសន្យាថាទៅញ៉ាំបាយផ្ទះខ្ញុំណាសុំផ្លាប់ផងមិនឲ្យទៅទេបើសិនជាបងមិនបានទៅញ៉ាំវាជាការប្រសើរហើយទៅសល់បាយកាន់តែច្រើនល្អបើសិនជាបងចង់ធ្វើជាប្តីខ្លាំងៗរបស់ជូអ៊ីតើបងមិនដឹងថាគេជាមនុស្សប្រុសមិនប្រុសស្រីនឹងស្រីទេឬបងជាមនុស្សយល់ដឹងដាច់ខាតបងមិនប្រព្រឹត្តអំពើប្រេះផ្ដាស់ទេប៉ុន្តែបើពេលណាបងស្វឹងស្រាក្រែងបងអាចខុសខ្លួនឯងបងឯងចង់ដេកជាមួយនឹងស្រីមែនទេអញ្ចឹងអូនទៅលេងជាមួយប្រុសម្ដងតែអូនឯងត្រូវយល់ថានេះជាភារកិច្ចរបស់បងណាមិនមែនបងចង់ទេមិនបានទេខ្ញុំទៅអត់ជើងទៅតែជុះនោមទៅនោះណាបើខ្ញុំដឹងថាបងហ៊ានធ្វើអីផ្ដេសផ្ដាស់នៅខាងក្រៅខ្ញុំនឹងសំបងវិញមួយជាពីរបងហ៊ានដេកជាមួយស្រីម្នាក់ខ្ញុំហ៊ានដេកជាមួយប្រុស10 ទៅ 10នាក់ឯណាអូនជាសង្សាររបស់បងមិនគួរនិយាយពីអាក្រក់ស្ដាប់ជាមួយបងយ៉ាងទៀតបើសិនជាបងធ្វើមិនក៏បីចំពោះខ្ញុំនឹងធ្វើឲ្យដូចជាតួស្រីក្នុងរឿងប៉ុននេះអញ្ចឹងគឺខ្ញុំឲ្យបងដេកឲ្យលក់ហើយខ្ញុំយកដបងដៃតកបីបងឯងឲ្យស្លាប់គេចប់លើក្រែនេះកុំដេកយល់សពអីសោះក្រែប៉ុណ្ណឹងត្រូវទៅប្រុងប្រយ័ត្នជាមុនអស់មកដល់ហើយបងឯងធ្វើអីហ្នឹងអត់មានធ្វើអីទេហើយអូនឯងមួយទឹកហើយហ្នឹងមែនណាបងត្រូវសរសេរអក្សរឲ្យអស់សិនណាអូចាំស្អែកចាំសរសេរក៏បានទេសរសេរឲ្យឆាប់ព្រាមចុកដៃខ្លាំងណាស់សរសេរប៉ុណ្ណឹងបានហើយបាត់ដៃសរសេរមិនកើតទេយកជើងសរសេរទៅយកជើងសរសេរក៏បានដែរអូបងពិតជាយកជើងសរសេរមែនបងមិនមនុស្សធម្មតាទេបងពិតជាគ្រាន់បើមែនហើយបើឃើញតែបងខ្លាំងបកាយអូនឯងរត់តែស្រឡាញ់បងថែមទៀតហ៎បងគ្រាន់បើណាស់បងអញយកជើងពីសាមីមើលអញ្ចឹងក៏បានអប់មិនយកគ្រាន់បើទេអ្នកស្រីបានមែនទេទីនេះជាប៉ូលីសនៅតំបន់សិនជាយើងបានជួបប្តីរបស់បានប៉ែបងហើយប៉ិតមែនទេគាត់នៅណាគាត់នៅប៉ូលីសសូមជិះអ្នកស្រីមកទទួលគាត់ទៅវិញចុះអរគុណអ្នកស្រីមានតែផ្ញើខោក្នុងយ៉ាងស្អាតមកឲ្យអ្នកស្រីក្នុងលោកនេះអ្នកណាក៏ដឹងថាយើងមិនប្រើខោក្នុងតែគេទិញឲ្យនោះដែរយកទៅឲ្យគេវិញទៅចាដល់មកទៅទទួលអ្នកប្រុសឯងហើយខ្ញុំដឹងហើយនាងគឺខាងជូឌីអ្នកស្រីជូឌីមែនទេហើយខ្ញុំថាជូឌីបានហើយលោករកប្តីខ្ញុំឃើញហើយនៅឃើញហើយគាត់នៅតំបន់ស៊ីនជាគេស្ទើរតែវង្វេងវង្វាន់ទៅហើយយើងសង្ស័យក្បាលរបស់គេទាំងកិច្ចនឹងរបស់រឹងក្នុងខ្លួនគេសំបីតែមកកម្មផ្សេងក៏គ្មានដែរណាសង្ស័យតែស្រីប្លន់ទេដឹងប្រាប់ទាំងអស់គ្នានឹងមិនជួបអរិយទេសុំទោសអ្នកស្រីក្នុងបន្ទប់នេះហាមឲ្យជួបអរិយទេបើ
ជួបបារីត្រីជាប់គុកមែនទេមិនបាច់ជាប់គុកទេត្រូវតែពិន័យប្រាក់5000បានហើយយើងសល់ប្រាក់10000លោកត្រូវការយកទៅអ្នកស្រីវ៉ាងប្រាក់មិនមែនជាអ្វីៗទេណាប្រាក់មិនមែនជាអ្វីៗទេតែបើអត់ប្រាក់វាជឿក្បាលណាលោកឯងមិនមែនជាប្តីរបស់ខ្ញុំទេយើងមានថាយើងជាប្តីនេះណាគេពិតជាប្តីយើងមែនណាយើងមិនស្គាល់គេទេមួយថ្ងៃតែលេងស្រីណែមិនបានចេះស្ងៀមអត់ខ្ញុំនិយាយស្អីខ្ញុំភ្លេចអស់ហើយគេជាប្រពន្ធរបស់ឯងណាមិនមែនទេជាមានតន់ទទួលស្គាល់នាងថានាងជាប្រពន្ធយើងឯណាប្តីប្រពន្ធតែជាមានការតគ្នាអញ្ចឹងហើយពេលដែលត្រឡប់ទៅផ្ទះវិញអ្វីៗក៏ត្រូវចប់អស់ដែរណានាំទៅផ្ទះឬមិននាំវាជារឿងរបស់ខ្ញុំចេះដឹងអីប្រពន្ធរបស់ខ្ញុំស្អាតមិនមែននាងទេនាងមានត្រង់ណាមិនស្អាតនោះលោកនិយាយទៅមកថ្មីត្បិតគេមិនស្អាតមែនតែគេជាប្រពន្ធរបស់លោកណាសុំទោសតែប្រពន្ធខ្ញុំស្អាតណារូបរាងនាងក៏មិនអន់ដែរតែប្រពន្ធខ្ញុំអត់មានស្លៀកខោក្នុងទេខ្ញុំក៏ដឹងថានាងមានស្លៀកខោក្នុងដែរខ្ញុំគ្រាន់តែបានស្មានទេប្រុសចង្រៃយកថាល្ងងតែដូចជាមិនល្ងងទេបងឯងនេះតកែណាស់បកែនិយាយណារឿងនេះត្រឡប់ទៅផ្ទះវិញចាំនិយាយគ្នាទៅវាប្រសើរជាងឯងនិយាយខ្ញុំអ្នកស្រីចង់យ៉ាងម៉េចប៉ូលីសខំរកឲ្យអ្នកស្រីឃើញហើយតែអ្នកស្រីបានជាកេងការនៅទីនេះបើសិនជាស្អីឡូឡាប្រយ័ត្នខ្ញុំចាំអ្នកស្រីទៅតំបន់ស្ទន់ឋានណានៅទីនោះយ៉ាងហោចណាស់ក៏អ្នកស្រីទៅជាប់ពន្ធនាគារមួយឆ្នាំកន្លះដែរមើលស្អីមិនក៏មើលមកខ្ញុំម្នាក់នេះយ៉ាងយូរឆ្នាំ1997ចេញពីក្រុងហុងកុងដែរលោកជាណាជាប៉ូលីសដីគោកយ៉ាងម៉េចយើងដូចជាធ្លាប់ស្គាល់នាងមិនអាចទៅដីគោកទេមិនដែរទេបើយើងស្មានមិនខុសទេលោកប្រហែលជាជំពាក់ប្រាក់របស់រដ្ឋច្រើនណាស់ណែឆាប់ទៅហើយឡានមួយភ្លាមហើយនាំគ្នាចេញពីទីនេះភ្លាមទៅណាឲ្យឆាប់ណាថាម៉េចខ្ញុំមិនព្រមសហការមែនទេសូមលោកកុំបំផ្លាញសមត្ថភាពរបស់ទីក្រុងឲ្យសោះបើមិនចឹងទេយើងចាប់តាមម្ដាយរបស់លោកទេណាហើយសំណាងណាស់ដែលលោកចាប់ម្ដាយយើងតែមិនចាប់ខ្លួនទេកុំអាននិយាយពីរឿងម្ដាយអីឥឡូវនេះខ្ញុំវាល្ងុយដែរយើងមិនម្ដាយអីទេបានល្ងុយដែរចូលទៅក្នុងអីណាមិនក៏ប្រញាប់ទៅវិញម្ល៉េះណាកុំមកទៅគេទៅចុះឃើញទេខ្ញុំគ្រាន់តែនិយាយពីវិមានគេទៅអត់ហើយគេខ្លាចខ្ញុំណាអ្នកឡើយថាម៉េចថាយើងឥឡូវដែរប្រយ័ត្នយើងដោះអានចេញពីអង្គភាពណាថ្ងៃក្រោយកុំខ្លាចជាប៉ូលីសដីគោទៀតលោកថាខ្ញុំខ្លាចជាប៉ូលីសដីគោអញ្ចឹងមិនក៏លោកមិនហៅគេមកចាប់ខ្ញុំទៅឯងកំណត់ច្រើនពេកប្រយ័ត្នខ្ញុំទៅហៅប៉ូលីសដីគោមកចាប់ខ្លួនលោកណាកំណត់ច្រើនពេកលាសិនហើយសំណាងណាស់ដែលម្ដាយខ្ញុំអត់ញ៉ាំមកហូបបួសបាទនេះជាការរបស់បងណាខ្ញុំភ្លេចការចងចាំភ្លេចការចងចាំមានអីអត់ចាស់ទៅខ្ញុំមានថាខ្លួនខ្ញុំអស់ចាយណាបងមិនដឹងថាគាត់ជាណាទេណាម៉ែខ្ញុំតែបងមិនបានជេរខ្ញុំចឹងគាត់គឺជាអ្នកទទួលខុសត្រូវក្នុងផ្ទះរបស់យើងជាជនជាតិជប៉ុនណាខ្ញុំមិនបានជឿហ៎លោកជាឈ្មោះរបស់ជនជាតិគេប៉ាណាកូនសម្លាញ់ខ្ញុំបងទេជាកូនអ្នកផ្កានតាអញ្ចឹងមិនគេហៅយើងណាប៉ាឲ្យទៅជួបណាក៏វាតែងទៅហៅប៉ាអញ្ចឹងដែរមកវិញជាការប្រសើរណាស់បងដឹងថាគាត់ជាអ្នកណាទេជាចុងភៅជាឪពុករបស់បងណាកូនប្រុសសម្លាញ់ប៉ាអ្នកប្រុសមកវិញជាការល្អណាស់មានស្គាល់ថាគាត់ជាអ្នកណាទេជាអ្នកដាំផ្កាមិនមែននេះជាមេដោះរបស់បងមេដោះអ្នកប្រុសត្រូវការបើកដោះទេអត់ទេបងមិនដឹងថាគេជាអ្នកណាទេជាបងប្រុសរបស់ខ្ញុំមិនមែនទេចាក់ទុកគេជាបងប្រុសរបស់បងណាអញ្ចឹងហ៎